គ្រូអ្នកគ្រូទាំងអស់គ្នាដូចតាមការសន្យានៃវីដេអូមុនដូច្នេះយើងនឹងមករៀនបន្ថែមពីធួមួយទៀតគឺ grade បាទអញ្ចឹងខ្ញុំសូមនិយាយឡើងវិញទាំងអស់នៅលើនេះអញ្ចឹងមានថា stream នេះគឺវានឹងមានកន្លែងមួយគឺសម្រាប់ផុសហើយកន្លែងផុសហ្នឹងគឺយើងផុសជាលក្ខណៈ public ឲ្យសិស្សយើងឃើញទាំងអស់គ្នាដូច្នេះសូម្បីតែយើងធ្វើនៅលើ classwork តាក់ទងជាមួយ assignment ដែលតម្រូវឲ្យសិស្សយើងធ្វើហ្នឹងគឺពួកគាត់ក៏បានឃើញដូចគ្នាអញ្ចឹងដែរអញ្ចឹងវា link តគ្នានៅក្នុងហ្នឹងអញ្ចឹងដូចដែលខ្ញុំបាននិយាយដែរគឺ classwork ហ្នឹងសម្រាប់យើងដាក់ assignment ឲ្យសិស្សយើងធ្វើនៅក្នុងហ្នឹងមិនថា topic មួយណានៅពេលដែលគ្រូគាត់ទម្លាក់ទៅគឺសិស្សទាំងអស់គាត់នឹងឃើញនៅក្នុង stream នេះដូចគ្នាដូច្នេះយើងសាកចូលទៅមើលនៅក្នុង assignment មួយជាឧទាហរណ៍នេះគឺចំនួនសិស្សដែលយើងបានអាសាញឲ្យពួកគាត់ធ្វើអញ្ចឹងមានន័យថាថ្នាក់ហ្នឹងគឺមានសិស្សចំនួន20នាក់បានធ្វើតម្រូវឲ្យពួកគាត់ធ្វើកិច្ចការងារហ្នឹងនៅពេលដែលពួកគាត់បានធ្វើការងារហ្នឹងឬពួកគាត់បានមើលឬក៏ផ្ញើចម្លើយមកវិញគាត់នឹងត្រូវបានចុចពាក្យមួយថា mark as submit អញ្ចឹងមានន័យថាពួកគាត់គឺបាន turn in គឺត្រឡប់នៅកិច្ចការរបស់គាត់នៅក្នុងនេះដូច្នេះបើសិនជាសិស្សម្នាក់ឬក៏សិស្សរហូតដល់20នាក់គាត់បានធ្វើកិច្ចការនេះនឹងហើយចំនួនក៏ load នៅក្នុងនឹងដែរបើសិនជាសិស្ស5នាក់គាត់បានធ្វើលើហ្នឹងនឹង load 5បើសិស្ស10នាក់គាត់ធ្វើលើហ្នឹងក៏ load 10នាក់អញ្ចឹងដែរដូច្នេះបានជាខ្ញុំតម្រូវឲ្យអ្នកទាំងអស់គ្នាឬក៏លោកគ្រូអ្នកគ្រូចេះដាក់ជាមួយនឹង assignment ជាមួយនឹង quiz ជាមួយនឹង question ហ្នឹងដើម្បីឲ្យវាតភ្ជាប់គ្នាជាមួយនឹង grade នេះបាទយើងមកដល់ interface នេះគឺគេចង់និយាយអំពីកន្លែងបន្ទុករបស់សិស្សរបស់យើងទាំងអស់គ្នាហើយនៅខាងលើនេះគឺជា assignment ដែលបានដាក់ឲ្យពួកគាត់ធ្វើហេតុអីបានជាមានពាក្យថាមីហើយនឹងកន្លែងខ្លះអត់មានពាក្យថាមីទេមានតែកន្លែងបន្ទុកដោយសារតែក្នុងនេះយើងមើលមកខាងលើគឺលោកគ្រូអ្នកគ្រូនៅតាមមុខវិជ្ជានីមួយៗគាត់បានកំណត់ថ្ងៃថាតើពេលដែលគាត់ដាក់ហ្នឹងតើពួកគាត់តម្រូវឲ្យសិស្សរបស់គាត់ត្រឡប់មកចម្លើយមកវិញនៅថ្ងៃណានេះគឺជាថ្ងៃដែលបានដាក់ដូច្នេះបើសិនជាពួកគាត់មិនបានធ្វើទេមានន័យថាពួកគាត់មីឬក៏ពួកគាត់យឺតពេលក្នុងការធ្វើចឹងមកក៏មិនអីដែរប៉ុន្តែសំខាន់គឺពួកគាត់បានធ្វើគឺពួកគាត់មីហើយគឺកន្លែងនេះគឺពួកអ្នកខ្លះគឺគាត់បានធ្វើដូចឈ្មោះម្នាក់នេះកូនសិស្សម្នាក់នេះចឹងឈ្មោះថាវេសិលាគាត់បានធ្វើដូច្នេះនៅពេលដែលយើងចូលទៅមើលទៅយើងឧទាហរណ៍ថាយើងចូលទៅមើលយើងចង់ដឹងថាឈ្មោះវេសិលាក៏បានធ្វើអត់យើងចុចទៅលើកន្លែង assignment ហ្នឹងនេះគឺឈ្មោះរបស់វេសិលានិងសកលនេះគឺគាត់បាន turn in មានន័យថាគាត់បានបោះចម្លើយមកយើងវិញចាំបើយើងចង់ដឹងថាតើកន្លែងដែលគាត់ turn in នៅកន្លែងណាបាទអញ្ចឹងងាយស្រួលទេយើងគ្រាន់តែចូលទៅកន្លែង assignment របស់យើងនៅក្នុង classwork យើងចូលទៅ assignment ដែលយើងបានដាក់ហ្នឹងនេះគឺ turn in ពីអ្នកមិញហ្នឹងហើយយើងចូលទៅមើលបាទកន្លែងនេះគឺពីអ្នកគាត់នឹងហើយយើងអាចចូលដាក់បន្ទុកនៅក្នុងនឹងបានដូចគ្នាយើងគ្រាន់តែចុចនៅលើ assignment ហ្នឹងទៅ view assignment ហ្នឹងទៅអញ្ចឹងយើងថា20បន្ទុកតើគាត់បានប៉ុន្មានគេហៅថាគាត់ធ្វើបានត្រឹមត្រូវឬក៏បានប៉ុន្មានយើងដាក់យកប៉ុណ្ណឹងមកតោះមកយើងចុច return នេះតើយើង return ឲ្យគាត់ហ្នឹងយើងដាក់ថាយ៉ាងម៉េចគេថាខ្ញុំដាក់ថា good job ចឹងទៅចឹងមានថាគាត់បានឃើញបន្ទុករបស់គាត់ហើយគាត់បានទាំងសាររបស់លោកគ្រូរបស់គាត់ទៀតហើយយើងចុច return ទៅក្មេងគាត់នឹងឃើញដូចគ្នាណាអញ្ចឹងធ្វើយ៉ាងម៉េចបានក្មេងគាត់អាចចុច submit បានអញ្ចឹងខ្ញុំសូមចូលទៅ user របស់ក្មេងម្ដងបាទនេះគឺជា stream របស់សិស្សរបស់យើង
គឺពួកគាត់ឃើញ assignment ដែលគ្រូបានដាក់ឲ្យដូចគ្នាអញ្ចឹង assignment នៅណា assignment គឺនៅក្នុង work class work ហ្នឹងហើយតបមកយើងចូលទៅមើលកិច្ចការងារដែលគ្រូគាត់ដាក់ឲ្យហើយយើង select លើហ្នឹងទៅបាទនេះមីសនេះគឺមានន័យថាកន្លែងដែលយើងមិនតន់បានធ្វើគឺយើងយឺតយ៉ាវអត់បានធ្វើវានឹងដាក់ miss ចុះបើខ្ញុំចង់ចូលទៅធ្វើវិញបាទយើងគ្រាន់តែ view assignment មកបន្ទាប់មកគឺយើងត្រូវការធ្វើអីលើហ្នឹងតែថាគ្រូតម្រូវឲ្យសង្ខេបមេរៀនឬក៏ edit file លើហ្នឹងយើងគ្រាន់តែ edit ទៅយើង print មកហើយនេះគ្រូគាត់សង្ខេបមេរៀនហើយមានន័យថាគាត់ឲ្យតែ view ទេបន្ទាប់មកទៀតសង្ខេបមេរៀនឬក៏ឆ្លើយសំណួរអញ្ចឹងមកគាត់ឆ្លើយសំណួរគាត់អាចតែសេលើกระดาษគាត់ថតគាត់មកបន្ទាប់មកគាត់អាច attach file នៅក្នុងទូរស័ព្ទរបស់គាត់ឬក៏ថតហើយគាត់ដាក់នៅក្នុង laptop share តាម Bluetooth ឬក៏តាមខ្សែតាមអីរបស់គាត់ចឹងមកឬក៏គាត់អាចបង្កើត file មួយនៅលើហ្នឹងដូចជា Google Docs slide ឬក៏ Google Sheet ដែលជាប្រភេទ Excel អញ្ចឹងទៅ slide PowerPoint និង Google Docs ដូចជា Microsoft Word អញ្ចឹងទៅឬក៏គាត់មាន link តម្លាក់ទៅវិញអញ្ចឹងទៅនេះគឺ Google Drive បើសិនជាគាត់ធ្វើឲ្យគាត់តម្លាក់ក្នុង Google Drive គាត់អាចយកក្នុង Google Drive បានអញ្ចឹងទៅដូច្នេះនៅពេលដែលគាត់ធ្វើឲ្យគាត់គ្រាន់តែ mark as done មានន័យថាគាត់ turn in មានថាគាត់ត្រឡប់នៅកិច្ចការងាររបស់ហ្នឹងរបស់គាត់ហ្នឹងគឺទៅឲ្យគ្រូវិញហើយអញ្ចឹងដូចមិញគឺមានតែ2នាក់ទេគាត់បានធ្វើតែឥឡូវខ្ញុំបានដាក់ទៅមួយទៀតគឺបាន3នាក់កន្លែងនេះគឺជាកន្លែងដែលយើង comment ជាលក្ខណៈ private មានន័យថាឯកជនជាមួយគ្រូនិងសិស្សគឺសិស្សផ្សេងទៀតគឺគាត់មិនអាចឃើញសារយើងឆ្លើយឆ្លងទេបើសិនជាគ្រូគាត់ចង់ឲ្យសិស្សគាត់ឆ្លើយសំណួរគឺតម្រូវឲ្យគាត់ឆ្លើយជាលក្ខណៈឯកជនអញ្ចឹងសូមឲ្យគាត់ឆ្លើយជាលក្ខណៈឯកជនមកឬក៏ public comment មកតែបើសិនជាគាត់ឆ្លើយនៅកន្លែងនេះគឺសិស្សទាំងអស់ក្នុងថ្នាក់ហ្នឹង20នាក់គឺគាត់ឃើញនៅក្នុងហ្នឹងទាំងអស់គ្រាន់តែគាត់មិនអាច attach file បានទេដូច្នេះបើសិនជាគាត់សង្ខេបមេរៀនគាត់វាយចូលក្នុងហ្នឹងគាត់ផុសសិស្សទាំងអស់គឺក្នុងហ្នឹងគឺគាត់ឃើញដូចគ្នាអញ្ចឹងដែរឥឡូវខ្ញុំសាកចូលទៅមើលនៅក្នុង Google Classroom របស់គ្រូវិញបាទខ្ញុំចូលទៅ assignment មិញដែរនេះគឺឡើងមក3នាក់ហើយតើខ្ញុំចូលទៅមើលកិច្ចការងាររបស់គាត់នៅកន្លែងណាខ្ញុំចូលទៅ grade បាទខ្ញុំចូលទៅកន្លែងនេះបន្ទាប់មកទៀតខ្ញុំមើលឈ្មោះសិស្សអំបញ្ញមិញដែលគាត់បានធ្វើនេះគឺមានថាគាត់បានធ្វើហើយតើយើងត្រូវដាក់បន្ទុកឲ្យគាត់ទេប៉ុន្មានគេថា11តបមកខ្ញុំ return ទៅឲ្យគាត់វិញខ្ញុំដាក់ថាគាត់ចប់មិនដែរខ្ញុំ return ដូច្នេះសិស្សនឹងទទួលបានសារពីគ្រូដូចគ្នាអញ្ចឹងដែរអញ្ចឹងសារហ្នឹងគឺវាតម្លាក់ក្នុង email តម្លាក់ក្នុង email នេះគឺគាត់ចប់ក្នុងហ្នឹងក្មេងក៏គាត់អាចចូលទៅមើលនៅក្នុងនេះមកគាត់បានដែរ assignment របស់គាត់បានដែរនេះគឺគ្រូគាត់ផ្ញើមកថាគាត់ចប់នៅក្នុងហ្នឹងអញ្ចឹងទៅបាទបន្តមកទៀតយើងចូលទៅមើលក្នុង tool ក្នុងនេះទៀតតាលោកគ្រូអ្នកគ្រូគឺសូមមើលកន្លែងពាក្យថា overall grade មានន័យថាកន្លែងនេះគឺសម្រាប់យើងសរុបបន្ទុកឲ្យសិស្សទៅតាម assignment នីមួយៗបើសិនជាលោកគ្រូអ្នកគ្រូបើកផ្ទាំងនឹងមកថ្មីគឺវាអត់មានអាហ្នឹងទេសូមអ្នកគ្រូទាំងអស់គ្នាចូលពាក្យថា setting គឺមានរូបខ្ចៅមិញហ្នឹងបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូ select នៅពាក្យថាបន្ទាប់ពីអស់មកលោកគ្រូអ្នកគ្រូ select ពាក្យថា overgrade calculation ទី1គឺគេកំណត់ជាបន្ទុកជាសរុបមួយទៀតគេយកបន្ទុកជាប្រភេទនៃ assignment បើសិនជាថ្នាក់របស់យើងមានមុខវិជ្ជាច្រើនគឺតម្រូវយកបន្ទុកជាប្រភេទ assignment ទៅពីព្រោះអីនៅពេលដែលយើងបូកសរុបបន្ទុកមកវាអាចច្រឡំជាមួយនឹងមុខវិជ្ជាផ្សេងបាទបន្ទាប់មកយើង save មក
បន្ទាប់ពី save មកវានឹងចាញ់ដូចជានេះអញ្ចឹងបាទយើងអាចបូកសរុបបន្ទុកទៅតាមប្រភេទ assignment ផ្សេងៗដូចជាមុខវិជ្ជាផ្សេងៗអញ្ចឹងណាអញ្ចឹងនៅក្នុងនេះគឺពួកគាត់កន្លែងនេះគឺអត់មានពាក្យថាមីសពាក្យអីទេដោយសារតែគាត់អត់មានបានកំណត់ថ្ងៃទេដូច្នេះសិស្សគាត់អាចផ្ញើមកជាលក្ខណៈFacebook ជាលក្ខណៈ personal របស់គ្រូឬក៏អាចផ្ញើទៅតាមនឹងទៅតាមអ្វីដែលគ្រូគាត់គិតថាភាពងាយស្រួលរបស់គាត់អញ្ចឹងគាត់ចង់ឲ្យសិស្សគាត់ផ្ញើតាមរបៀបណាគឺគាត់ឲ្យសិស្សផ្ញើតាមរបៀបហ្នឹងអញ្ចឹងដែរបាទអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងនេះមួយចុងក្រោយឧទាហរណ៍ថាកិច្ចការងារផ្សេងមួយទៀតឧទាហរណ៍ថានេះកន្លែងសិស្ស20នាក់បាទតើសិស្ស20នាក់នៅកន្លែងណាធ្វើមិនយើងដឹងនេះកន្លែង people បាទខាងលើគឺជាគ្រូខាងក្រោមនេះគឺជាសិស្សអញ្ចឹងចំនួនសិស្សទាំងអស់នេះគឺចំនួនសិស្ស20នាក់ក្នុងថ្នាក់ហ្នឹងដូច្នេះសិស្សទាំងអស់គឺគាត់បានឃើញកិច្ចការងារហ្នឹងទាំងអស់គ្រាន់តែពួកគាត់អាចនឹងមិនសូវចេះប្រើឬក៏ពួកគាត់មិនសូវបានចូលទៅមើល Google Classroom របស់គាត់ដែលបានដំឡើងនៅក្នុងទូរស័ព្ទដៃរបស់គាត់តែប៉ុណ្្នឹងទេដូច្នេះខ្ញុំសង្ឃឹមថាមេរៀននិយាយអំពី grade នេះខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចយល់និងអាចធ្វើបានទាំងអស់គ្នាបញ្ជាក់មួយចុងក្រោយគឺនៅពេលដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាធ្វើជាមួយនឹង assignment ជាមួយនឹង quiz បាទជាមួយនឹង quiz ជាមួយ assignment គឺវានឹង load ជាមួយនឹង grade នេះហេតុអីបានជានៅលើខាងក្រៅនេះវាមានច្រើនហេតុអីបានវាខាងកន្លែង grade វាមានតិចដោយសារតែពេលដែលលោកគ្រូអ្នកគ្រូមួយចំនួនគាត់ដាក់ទៅគឺគាត់ដាក់ជាប្រភេទ assignment អត់ដាក់ប្រភេទជា quiz ឬក៏ question ទេអញ្ចឹងគាត់អត់មានបន្ទុកទេអញ្ចឹងប្រភេទ assignment និងប្រភេទ quiz គឺវាមានបន្ទុកអញ្ចឹងបន្ទុកបានវារត់មកជាមួយនឹង grade នេះបាទដូច្នេះសូមតម្រូវបើសិនជាលោកគ្រូអ្នកគ្រូទាំងអស់តម្រូវឲ្យពួកគាត់ធ្វើសូមយកប្រភេទជា assignment ឬក៏ quiz ទៅវាលូតនៅក្នុងនេះហើយឲ្យក្មេងគាត់mark អាដានឬក៏គាត់ attach file ចូលរួចចាប់ mark អាដានទើប return បានឲ្យពួកគាត់នៅបន្ទុកឲ្យពួកគាត់ទៅវិញហើយយើងអាចបូកសរុបបន្ទុកនៅក្នុងនឹងតាមអភិបាលកែច្រើនដងទេបាទដូច្នេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណចំពោះការតាមដានសង្ឃឹមថាលោកគ្រូអ្នកគ្រូទាំងអស់គ្នាគឺយល់និងអាចនឹងអនុវត្តធ្វើបានទាំងអស់គ្នាសូមអរគុណសូមជម្រាបលា